បងឡានចិនពន្ធនាំចូលប៉ុន្មានបានថោកម្លេះជាក់ស្ដែងពន្ធនាំចូលឡានចិនគឺមិនថោកប្រមាណទេបាទប៉ុន្តែគ្រាន់តែថាវាមានតម្លៃធូរជាងឡានដែលនាំចូលពីបណ្ដាប្រទេសផ្សេងដែលជាក់ស្ដែងសម្រាប់ប្រភេទ plug-in hybrid គឺពន្ធនាំចូលរបស់វាគឺ 72.9% បាទ hybrid គឺពន្ធនាំចូល 85.32% ឯប្រភេទសាំងសុទ្ធបាទគឺ 92.75% បាទធូរជាងគេមហាសែនថោកជាងគេហ្នឹងគឺ EV បងប្អូនអរគ្នាបាទឡានអគ្គិសនីសុទ្ធពន្ធនាំចូលត្រឹមតែ 28.35% ប៉ុណ្ណោះអញ្ចឹងបានបងប្អូនឃើញឡានអគ្គិសនីរបស់ចិនឥឡូវគឺច្រើនយកតែមែនតើបងប្អូនបាទគឺជិះពេញផ្លូវបាទនេះបានពន្ធប៉ុណ្ណឹងឯណាបងប្អូនអរគ្នាបាទបើសិនជាពន្ធគិត 100% ពេញវិញបងប្អូនបាទឡាន 30000 ជាងទៅដល់ស្រុកយើងបាទ 90000 10000 ជាងអស់ហើយបាទបើសិនជាគិតតម្លៃពេញធម្មតាបាទហើយឥឡូវនេះគឺខ្ញុំនៅប្រទេសចិនបាទខ្ញុំមកដើរទិញឡានជូនបងប្អូនដែលបានកក់លុយកំងពីខាងខ្ញុំបាទហើយបើសិនជាបងប្អូនមានតម្រូវការអីបងប្អូនអាចតាក់ទងមកខាងខ្ញុំបានបាទខ្ញុំមានសេវាកម្មជួយទិញឡានជូនបងប្អូនបាទមិនថាបងប្អូនយកទៅប្រើបងប្អូនយកទៅជួលបងប្អូនយកទៅជិះឲ្យតែត្រូវថ្លៃបាទយកទៅបានទាំងអស់បងប្អូនអ្នកគ្នាបាទប៉ុន្តែក៏មាន model ខ្លះស៊េរីឡានខ្លះគឺខ្ញុំអត់ទទួលកំងទេបងប្អូនអ្នកគ្នាបាទមិនមែនឲ្យតែឡានចិនទាំងអស់សុទ្ធតែអាចទិញបានយកទៅបានទាំងអស់ទេបាទត្រង់ចំណុចហ្នឹងបងប្អូនអធិស្ឋានផងបាទខ្ញុំធ្វើមែនប៉ុន្តែខ្ញុំលើកលែង brand ខ្លះ model ខ្លះហើយនិងស៊េរីខ្លះដូចគ្នាអញ្ចឹងបើសិនជាបងប្អូនពុកម៉ែមានចំណាប់អារម្មណ៍បាទបងប្អូនអាចធ្វើការតាក់ទងកំងពីបិណ្ឌចោអូតូបានបាទដែលទីតាំងនៅខ្មែរគឺខ្ញុំនៅផ្លូវ OCIC បាទទល់មុខវិមានអាហារបងប្អូនអ្នកគ្នាបាទអរគុណច្រើន